ថ្ងៃទី5ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវសញ្ញាទិញនៅតែបន្តជាមួយតំបន់គាំទ្រត្រឹមត្រូវតម្លៃបើកទីផ្សារយ៉ាវសម្រាប់ថ្ងៃនេះគឺ47,202ខណៈដែលម៉ូបស្ថិតនៅ47,241និង Pivot 1នៅ47,049ដោយសារតែខ្សែនិង Cash នៅតែបង្ហាញសញ្ញាទិញអារម្មណ៍ទីផ្សារនៅតែមានភាពជឿជាក់លើទិសឡើងប្រសិនបើសន្ទុះនៅលើអបគោលដៅដំបូងគឺបូកនៅ47,241ហើយប្រសិនបើវាឡើងលើនឹងអាចឈានដល់ឃ្លមួយនៅ47,379ដែលជាតំបន់អាចមានការទទួលប្រាក់ចំណេញខ្លីប៉ុន្តែប្រសិនបើសន្ទុះធ្លាក់ក្រោមអបគោលដៅចុះដំបូងគឺ Pivot 1នៅ47,049ដែលបានប៉ះនៅព្រឹកនេះប្រសិនបើការលក់បន្តគោលដៅបន្ទាប់គឺឃ្ល1នៅ47,025ហើយបើបន្តទៀតអាចធ្លាក់ដល់មេ30នៅ45,919ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ